Bà groupជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតដែរបងប្អូនសម្រាប់យកមកដំណើរចែកជូនទៅកាន់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយរឿងថ្ងៃនេះគឺខ្ញុំមានចំនួនមួយរឿងសម្រាប់យកមកដំណើរចែកជូនទៅកាន់បងប្អូនហើយវាមិនមែនជារឿងមន្តអាគមអូមអាមួយទេជារឿងគ្រួសារទេបងប្អូនហើយរឿងនេះគឺបានការចែករំលែកអំពីអ៊ំប្រុសម្នាក់តែគាត់ហ្នឹងគឺឈ្មោះថាអ៊ំប្រុសខនណាគាត់បានចែករំលែកនៅសាច់រឿងជីវិតពិតរបស់ក្មេងស្រីម្នាក់ណាដែលគាត់ហ្នឹងគឺជាក្មេងកំព្រាបងប្អូនហើយអ៊ំប្រុសហ្នឹងគាត់ឃើញក្មេងហ្នឹងគាត់អង្គុយនៅក្រោមស្ពានណាអញ្ចឹងគាត់ទៅសួរនាំថាជីវិតរបស់គាត់ហ្នឹងផ្ដើមពីដំបូងហ្នឹងជួបបញ្ហាខ្លះអញ្ចឹងអញ្ចឹងក៏គាត់បានចែករំលែកនៅសាច់រឿងនេះគឺនៅក្នុង channel ថ្មីរបស់ខ្ញុំបាទអញ្ចឹងជួយចុច Subscribe ម្នាក់បងប្អូនណាព្រោះជា channel ថ្មីអញ្ចឹងបងអូនស្រីម្នាក់អញ្ចឹងគឺខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ណាតែឈ្មោះថាបងអូនស្រីម៉ារ៉ាឌីចុះបងអូនស្រីម៉ារ៉ាឌីបងប្អូនគឺជីវិតគាត់ណាបងប្អូនជាក្មេងកំព្រាដែលលំបាកតាំងពីទូចគាត់សពថ្ងៃបងប្អូនគុំតែមានអ្នកហៅថាជួយគាត់ត្រូវក្រមកជីវិតមកអញ្ចឹងបងអូនស្រីបន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ហើយគាត់នៅជាមួយនឹងយាយរបស់គាត់ដោយមិនមានអាហារហូបចុកឲ្យគ្រប់គ្រាន់ទេរោគព្រឹកខ្វះងាចរោគងាចខ្វះព្រឹកអញ្ចឹងគាត់មិនដឹងថាត្រូវធ្វើម៉េចទេជួយយាយរបស់គាត់ណាក៏ប៉ុន្តែគាត់រៀនហៅថាបានរៀនសិក្សាខ្ពស់របស់គាត់ដែរហើយពេលដែលរៀនដល់ថ្នាក់ខ្ពស់គឺត្រូវបង់សាលាគេគាត់អត់មានលុយទេអញ្ចឹងគាត់ត្រូវដកមើមផលិតមើមតកួនជាមួយនឹងយាយរបស់គាត់ណាដើម្បីយកប្រាក់ដើម្បីរៀនណាអញ្ចឹងជីវិតជាការតស៊ូបងប្អូនអញ្ចឹងបងអូនស្រីម៉ារ៉ាឌីគាត់ចាប់ផ្ដើមធ្លាក់ខ្លួនភ្លាមបងប្អូនក្រមកហើយពុកម្ដាយគាត់ស្លាប់ចោលអស់ហើយបងប្អូនគាត់ហ្នឹងមានប្តីមានប្រពន្ធចោលអស់លីងនៅតែគាត់ជាមួយនឹងលោកយាយរបស់គាត់ណាអញ្ចឹងជីវិតរបស់គាត់ដុនដាបខ្លាំងដល់ថ្នាក់គាត់ដើរសំទានគេហើយដេកនៅក្រោមស្ពានអញ្ចឹងជីវិតគាត់គឺហាក់បីដូចជាធ្លាក់ខ្លាំងមែនទែនបងប្អូនអញ្ចឹងយាយរបស់គាត់ក៏និយាយថាចៅអើយអ្វីដែលយើងអាចធ្វើបានយើងធ្វើទៅកុំឲ្យតែយើងឆក់ប្លន់គេទោះបីជាយើងសំទានមែនយើងមិនទៅឆក់ប្លន់ណាទេគាត់និយាយចឹងទាំងនិយាយគាត់ហ្នឹងនិយាយទាំងទឹកភ្នែកហ្មងណាតែស្អកហ្មងគាត់និយាយថាបើសិនជាចៅចង់បានជីវិតល្អស្រស់ថ្លាចៅត្រូវមានហៅថាគោលការណ៍ច្បាស់លាស់គាត់និយាយលួងលោមពីចៅរបស់គាត់ទាំងដែលគាត់មានជំងឺនៅប្រចាំកាយទៀតបងប្អូនហើយបងប្អូនគាត់ណាពេលដែលឃើញគាត់ធ្លាក់ខ្លួនអញ្ចឹងគាត់អត់មានមកចិត្តទេអញ្ចឹងមកថាបងប្អូនសូម្បីតែបងប្អូនខ្លួនឯងណាក៏មិនមកចិត្តដែរឲ្យតែយើងក្រណាអញ្ចឹងធម្មតាទេបងប្អូនមនុស្សតែក្រគេអត់សូវរាប់ទេគេរាប់តែអ្នកមានទេអ្នកមានគេមានគ្នាគេនោះគេនិយាយត្រូវយើងអ្នកក្រទៅនិយាយមួយគេមិនត្រូវបងប្អូនទឹកមាត់សាបគេទឹកមាត់ប្រៃអូអត់កើតទេបងប្អូនអញ្ចឹងគាត់និយាយពីប្រវត្តិរបស់គាត់ណាគាត់ថាពេលដែលគាត់ដើរសំទានគេអញ្ចឹងមានលោកអ៊ំម្នាក់ដែលគាត់ចែកម្លែកសាច់រឿងហ្នឹងគាត់សួរនាំពីប្រវត្តិគាត់ពេលដែលគាត់បានជួបលោកអ៊ំហ្នឹងណាគាត់ហាក់បីដូចជាមានសំណាងខ្លាំងលោកអ៊ំហ្នឹងគាត់ណែនាំឲ្យបងស្រីហ្នឹងបានការងារធ្វើអញ្ចឹងបានប្រាក់ខែមកដើម្បីចិញ្ចឹមយាយរបស់គាត់អញ្ចឹងមិនថាផ្ទះគាត់មានទេផ្ទះគាត់មានខ្ញុំថាផ្ទះគាត់ហ្នឹងវាលក្ខណៈថាវាទ្រុឌទ្រោមទៅហើយបងប្អូន
មេឃភ្លៀងមកនោះធ្លុះធ្លាយមកក្រោមដេកទាំងទឹកភ្លៀងហ្នឹងគាត់ដេកប្រាគាត់សំណោះខ្លួនឯងបើសិនជាពុកម្ដាយគាត់នៅគាត់អត់ត្រូវលំបាកអញ្ចឹងទេបងស្រីម៉ាឌីហ្នឹងគាត់ត្រូវរស់ជាមួយនឹងឪពុកម្ដាយរបស់គាត់ទាំងមានសុភមង្គលទៅហើយតែយាយរបស់គាត់បន្តតែរស់នៅជាមួយគាត់រយៈពេលប្រហែលឆ្នាំក្រោយមកទៀតណាបងប្អូនគឺយាយរបស់គាត់បងប្អូនឈឺធ្ងន់ពេកក៏ស្លាប់បាត់ទៅហើយគាត់យកសពរបស់យាយរបស់គាត់ហ្នឹងទៅបូជានៅឯវត្តនោះហើយអត់មានលុយកាក់អីដើម្បីហៅថារៀបចំពិធីបុណ្យសពរបស់លោកយាយគាត់ទេមានតែបងប្អូនដែលគាត់មានចិត្តសប្បុរសធម៌ណាគាត់ជួយអញ្ចឹងទៅម្នាក់1000ម្នាក់2000អញ្ចឹងទៅក៏បូជាសពលោកយាយរបស់គាត់នៅក្នុងវត្តហ្នឹងបន្ទាប់ពីលោកយាយរបស់គាត់ហ្នឹងស្លាប់ចោលយូរបងប្អូនគាត់ក៏បានមកធ្វើការជាមួយនឹងហៅថាលោកពូម្នាក់ហ្នឹងណាធ្វើការជាអ្នករត់តុកគុទាវធម្មតាទេលាងឆានលាងឆ្នាំងអីចឹងទៅអញ្ចឹងគាត់ក៏បានហៅថាប្រាក់ខែក្រែលដែរបងប្អូនជីវិតគាត់ណាប្រាក់ខែរបស់គាត់ចូលដំបូងគាត់ធ្វើបានតែ$100ទេបងប្អូនតាកាយហ្នឹងគាត់ឲ្យតែ$100ទេទាំងការងាររត់តុកការងារលាងចាននឹងទទួលភ្ញៀវហ្នឹងគាត់ធ្វើទាំងអស់បងប្អូនស្រីម៉ាឌីគាត់ក្មេងមែនតែគាត់ណាបងប្អូនមានចិត្តតស៊ូខ្លាំងណាសូម្បីតែការងារដែលលោកប៉ាធ្វើសំណងធ្វើអីក៏គាត់ធ្វើបានដែរបងប្អូនស៊ីម៉ងអីកន្លះបេមួយបេសឹងថាគាត់លើករួចទៀតហើយគាត់ជាស្រីបងប្អូនហើយបងប្អូនខ្លះគាត់គិតថាមនុស្សស្រីគឺកម្លាំងខ្សោយតែមិនមែនទេបងប្អូនគឺដោយមនុស្សទេមនុស្សខ្លះគាត់ខ្លាំងដូចជាមនុស្សប្រុសអញ្ចឹងសាច់ដុំសាច់អីក៏ខ្លាំងដូចមនុស្សប្រុសដែរហ្នឹងតែវាមិនថាមានច្រើនទេចោះណាអញ្ចឹងបងស្រីម៉ាឌីបន្តធ្វើការជាមួយនឹងអ៊ំប្រុសហ្នឹងរយៈពេល2ឆ្នាំគាត់ក៏បានមានកំណត់មួយចង់រកការងារផ្សេងព្រោះការងារហ្នឹងគឺបើសិនជាធ្វើមួយជីវិតក៏វាអត់មានបានអីដែរអញ្ចឹងការសិក្សារៀនសូត្រពីក្មេងរបស់គាត់មកគាត់ចេះអង់គ្លេសតិចតួចដែរគាត់ទៅដាក់ពាក្យនៅក្រុមហ៊ុនមួយតែក្រុមហ៊ុនហ្នឹងគេជ្រើសរើសបុគ្គលិកខាងផ្នែកគណនេយ្យគិតលុយអញ្ចឹងទៅក៏ដាក់ CV ទៅដាក់ជាប់ទៅបងប្អូនជាប់ធ្វើការនៅក្នុងមកជួលផ្ទះគេនៅចឹងទៅប្រាក់ខែនេះជាមធ្យមវាចូល$400-500ដែរបងប្អូនក្រែដែរណាគាត់ធ្វើរហូតរយៈពេល1ឆ្នាំគាត់សន្សំលុយបានជិត$100,000អូខ្លាំងដែរបងប្អូន$100,000អញ្ចឹង$100,000ហ្នឹងគាត់អាចយកលុយហ្នឹងទៅទិញផ្ទះបានទេគាត់ត្រូវសន្សំរហូតរយៈពេល3ទៅ4ឆ្នាំ3ទៅ4ឆ្នាំហ្នឹងបានគាត់មានលុយដើម្បីទិញផ្ទះនៅមកអញ្ចឹងជីវិតរបស់គាត់ចាប់ផ្ដើមស្រស់បំព្រងឡើងហើយដោយសារតែការតស៊ូរបស់គាត់ណាហើយដូចខ្ញុំនិយាយមិញអញ្ចឹងការតស៊ូរបស់មនុស្សគឺมันមានដើមកំណត់ទេបងប្អូនគឺទៅមុខទៅមានគោលដៅត្រឹមត្រូវគឺទៅមុខរហូតហើយបងប្អូនអញ្ចឹងបងប្អូនស្រីម៉ាឌីគាត់ប្រកាន់ភ្ជាប់នូវចិត្តគំនិតរបស់គាត់មួយគាត់ថានឹងរស់នៅដោយមានសេចក្តីសុខហើយក៏យកប្តីទេព្រោះតែគាត់យកប្តីជួនកាលគាត់យកខុសគឺប្រកាសជាជីវិតគាត់ធ្លាក់ដុនដាបទៀតហើយអញ្ចឹងរយៈពេល4-5ឆ្នាំហ្នឹងគាត់បានលុយដូចជា$30,000ជាងគាត់បានទិញបរិយមួយម៉មហ្នឹងនៅក៏ប៉ុន្តែគាត់នៅដូចជាហាក់បីដូចជាអត់មានក្តីសុខទេដោយសារតែអ្នកចិត្តខាងរបស់គាត់ណាឆ្លោះគ្នាវាយបកែកគ្នាផឹកស្រាឡេឡូអញ្ចឹងគាត់តែលក់ឯងគាត់ក៏សម្រេចចិត្តថាលក់ផ្ទះហ្នឹងទៅជួលផ្ទះគេនៅវិញលក់ផ្ទះគាត់មកជួលផ្ទះគេនៅបានរយៈពេល1ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមទៅទិញបរិយាកន្លែងផ្សេងទៀតទិញហ្នឹងទៅក៏រស់នៅបានសុខទៅអត់មាននរណាគេរំខានគាត់ទេអញ្ចឹងបងប្អូនគាត់ទៅលឺបងស្រីហ្នឹងគាត់ទិញផ្ទះទិញបរិយអូមកអស់បងប្អូនសាច់ញាតិដូនទីតាឲ្យមកហើយ
cho pe để cột cò nó mấy con mình khơi ai khâu hà mà mớ pe để khnia miên ấy mà thưa ai bở ồ ít miên nó bán ấy một mình mơ phong mình rúa đã mà phong ở lớn đó Việt xóm mà bồn khnia cò khnia lục ba ở miên ở nước khơi khnia thế là pe để khnia miên chập đào màu này nọ chẳng bồn sấy có ăn gì chừng muối thế bồn sấy mà đi ăn gì muối mà đa tranh thôi mà đa nha thầy của con chim mà nuôi đây ở mến gì nhỉ đây xóm rừng thế chim mà nuôi đây hai thà mừng mắt bồn sấy nè chẳng có quality bong ôn từ có sạch nhiệt bà con đấy tại mà lấy nhá hồi chỉ vật bà con đó chập đào sắp một rong là thà rịch là cốt có thưa ca hai thà này không trong hôn muối chỉ là kha là bỏ hai thà thì dụ thế đó của con đã điên của bọn sấy tay bọn sấy mà là đi đó cốt hai thà phải nhà con biên với nữa khu các ba bà con nó chập bán à ca nghe để mế đại con trang bà mán á con thừa bànទាំងអស់មិនថាការងារតូចការងារធំឯកសារហ្នឹងគឺគាត់សូម្បីកុំព្យូទ័រគាត់ចេះអូគាត់រៀបមកស្អាតឲ្យមេគាត់ស្រឡាញ់ណាហើយប្រាក់ខែគាត់បងប្អូននឹងប៉ុន្មានទេប្រាក់ខែគាត់ជិត 5,000 បងប្អូនច្រើនមែនទែនអញ្ចឹងការរៀនសូត្របងប្អូនសំខាន់ណាហើយបងប្អូនកុំគិតថាការរៀនសូត្រហ្នឹងគឺមិនសំខាន់ខ្លាំងជាអនាគតរបស់យើងបើសិនជាបងប្អូនទៅធ្វើតេស្តខាងបកប្រែចិនអីបកប្រែអង់គ្លេសអីគេសួរយើងចេះអង់គ្លេសចេះចិនអត់អញ្ចឹងយើងឆ្លើយថាចេះអាហ្នឹងអូប្រាក់ខែច្រើនចេះបកប្រែចេះនិយាយចិនចុះបើគេសួរថាចេះចិនចេះអង់គ្លេសអត់ចេះផងអត់ចេះបកប្រែផងមិនអត់ឃើញទេបងប្អូនអញ្ចឹងបានថាគេឲ្យរៀនបងប្អូនរៀនដើម្បីមានចំណេះដើម្បីឲ្យយើងហ្នឹងគឺអភិវឌ្ឍខ្លួនដើម្បីមានប្រាក់ខែច្រើនមានការងារល្អអាហ្នឹងគឺបានន័យថាការរៀនសូត្រគឺសំខាន់បងប្អូនអញ្ចឹងបករឿងយើងវិញនៅពេលដែលបងអូនស្រីគាត់មានជីវិតស្រស់បំប្រងឡើងមកហើយណាក៏មានហៅថាបងប្អូនរបស់គាត់មកឈៀតឆែកមកហៅថាឈ្នានេះគាត់មកចេះនិយាយអូមិននឹងមានបានដោយសារតែប្រុសចំហ្នឹងអូមិននឹងមានបានដោយសារតែលុយកខ្វក់ហ្នឹងអូនិយាយចេះនិយាយចុះពីមួយទៅមួយអញ្ចឹងទៅអ្នកភូមិគាត់ណាចឹងវាចេះចប់ទេបងប្អូនមនុស្សម្នាក់มันអាចផ្គប់ចិត្តមនុស្ស 1000 នាក់បានទេបងប្អូនតែចាំសម្ដីអេដមីនក៏អត់បានទេសូម្បីតែរាល់ថ្ងៃបងប្អូនមិនថាចាំមនុស្សទេសូម្បីតែមេឃហើយនឹងព្រះអាទិត្យក៏គេទៅដែរចំណោមតែយើងមនុស្សធម្មតាអូយមេឃនេះថ្ងៃនេះក្តៅម៉េះព្រះអាទិត្យនេះក្តៅម៉េះអញ្ចឹងបងប្អូនធម្មជាតិណាវាអត់ចម្លែកទេច្បាប់ធម្មជាតិវាកំណត់ឲ្យមកអញ្ចឹងហើយអញ្ចឹងសាច់រឿងរបស់បងស្រីម៉ារ៉ាឌីដែលគាត់បានហៅថាជីវិតបានស្រស់បំប្រងឡើងដោយសារតែគាត់ខំទេបើសិនជាមិនខំមិនចេះទុកមិនចេះដាក់មិនចេះសន្សំសំចៃនៅលុយកាក់ដែលគាត់បានសន្សំនេះគាត់ត្រូវក្រទៀតហើយគាត់ត្រូវដេកនៅក្រោមស្ពានទៀតហើយមិនមែនគាត់ឡើងទ្រើងនៅខ្ពស់ដល់ថ្នាក់ហ្នឹងទេបងប្អូនអញ្ចឹងការប្រឹងប្រែងវាសំខាន់បើសិនជាយើងប្រឹងហើយវាមិនបានអាហ្នឹងក៏អស់ចិត្តដែរបងប្អូនព្រោះយើងប្រឹងអស់ហើយរកស៊ីខំអស់ហើយបានប៉ុណ្ណាយកប៉ុណ្ណឹងមកតាមកម្លាំងរបស់យើងបើសិនជាយើងប្រឹងខ្លាំងពេកវាអាចប៉ះពាល់ដល់សុខភាពរបស់យើងដែរអញ្ចឹងមិនល្មមមិនសមរម្យទៅអញ្ចឹងសាច់រឿងនេះកើតឡើងចំពោះគាត់ណាបងប្អូនត្រូវបានញាតិមិត្តរបស់គាត់ជន់ឈ្លីខ្លាំងទៅនាំជីវិតរបស់គាត់បានដល់សពថ្ងៃគឺមិនងាយទេបងប្អូនខ្ញុំជឿថាមិនងាយទេសម្រាប់បងប្អូនខ្លះគាត់និយាយគាត់ជឿថារឿងនេះគឺប្រកាសជាមានប៉ិតនៅក្នុងសម័យឥឡូវស្បីតែពីមុនក៏មានដែរក៏ប៉ុន្តែបងអូនស្រីគាត់រស់នៅបានសុខសាន្តហើយសាច់ញាតិរបស់គាត់ក៏នៅតែរិះគន់គាត់ដែរគាត់មិនបានសុខគាត់រស់នៅតែឯងទេបងអូនស្រីម៉ាឌីគាត់មានយកប្តីយកអីទេបងប្អូនចម្លែកកន្លែងហ្នឹងមែនអញ្ចឹង
ដូចជាមិនវែងឆ្ងាយប្រហែលទេបងប្អូនសាច់រឿងរបស់បងប្អូនស្រីម៉ារ៉ាឌីណាក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយចាំថ្ងៃស្អែកគឺខ្ញុំមាននៅសាច់រឿងថ្មីទៀតហើយរាល់ពាក្យពេចន៍សម្ដីឬក៏ការនិយាយរបស់ខ្ញុំវាខុសកន្លែងណាមួយក៏សូមខន្តីពីសំណាក់បងប្អូនផងហើយជួយ Subscribe នឹង Channel ថ្មីរបស់ខ្ញុំបាទបងប្អូនណាថ្មីស្រឡាងទៅហើយបងប្អូនជួយឆុចម្នាក់មួយមកហើយថ្ងៃស្អែកមានប្រិមិត្តថ្មីទៀតដែរគាត់បានចែកម្លែកសាច់រឿងមកកាន់ខ្ញុំណាអូខេបងប្អូនជួបគ្នានៅថ្ងៃស្អែកជាបន្តទៀត